ខ្ញុំសុំបងឯងសុំឯងកុំប្រាប់លោកគ្រូសិទ្ធិថាខ្ញុំមានកូនជាមួយគាត់អីណាផាណាម៉ាក់ដឹងថាកូននិងណារីស្រឡាញ់គ្នាប៉ុណ្ណាមានរឿងយ៉ាងនេះពួកកូនមិនដឹងជាឈឺចាប់យ៉ាងណាទេម៉ាក់អាណិតកូនម៉ាក់និយាយត្រូវហើយមួយរំពេចសោះខ្ញុំបានបងស្រីដ៏ល្អម្នាក់ខ្ញុំអរគុណអ្នកគ្រូហើយមិញលោកដុកទ័របានប្រាប់ខ្ញុំថាបើអ្នកគ្រូមកមិនទាន់ទេសុភាពប្រហែលជាមានគ្រោះថ្នាក់ដល់ស្លាប់មិនក៏ប្តីអ្នកគ្រូធ្វើអញ្ចឹងដាក់អ្នកគ្រូប៉ាអាចជួបខ្ញុំបានទេអូបានយើងនឹងជួបគ្នាជួបថ្ងៃស្អែកណាគឺមានប៉ាហើយនឹងឯងចាឥឡូវអ្នកស្រីចង់ខ្ញុំស៊ើបពីរឿងអីខ្ញុំចង់ដឹងថាគាត់មានស្រីនៅខាងក្រៅឬក៏អត់ភាគបន្តរឿងរសជាតិជីវិតក្នុងពេលឆាប់នេះណែមិនក៏ឯងធ្វើលិខិតប្តឹងគេទៅនេះចាត់ចូលក្នុងបទមនុស្សឃាតហើយវានាំតែមានរឿងវែងឆ្ងាយទេទោះជាយ៉ាងណាក៏គាត់ជាប្តីខ្ញុំដែរបើគេស្រឡាញ់ឯងហើយចាត់ទុកថាឯងជាប្រពន្ធនោះគេមិនត្រូវមកវាយដំជ្រាំផ្ទះឯងចឹងទេតែខ្ញុំមិនចង់ឲ្យរឿងដែលខ្ញុំផិតក្បត់នឹងគាត់ហើយការដែលខ្ញុំមានផ្ទៃពោះនេះវាលឺខ្យល់ខ្ចាយនោះទេអញ្ចឹងឯងចង់ឲ្យគេរួចខ្លួនណាជំរាបសួរបងឯងប្តឹងប៉ូលីសហ៎មិនមែនអ្នកគ្រូផាណាទេគឺខ្ញុំបុរាមកចូលសិនណាបានមកអញ្ចឹងល្អហើយទៅអង្គុយក្បែរណារីហើយនិយាយទៅរើគ្នាវិញទៅណានារីសុខសប្បាយទេសុខសប្បាយទេចុះបុរាវិញខ្ញុំក៏ដូចគ្នាដែរអត់អីទេពីអ្នកឯងប្រហែលជាមានរឿងផ្ទាល់ខ្លួនត្រូវនិយាយមួយគ្នាខ្លះខ្ញុំអត់នៅរំខានណានិយាយគ្នាតាមស្រួលណាប្រហែលជាយើងមិនអាចលក្ខកញ្ញាបានយូរទៀតទេមើលទៅវាគ្រាន់តែមុនហើយក្រោយទេតែនៅពេលនេះនារីទៅនិយាយជាមួយប៉ារបស់យើងសិនទៅខ្ញុំដឹងថាបុរាពិបាកប៉ុណ្ណាហើយតែរឿងរ៉ាវក៏វាមិនអាក្រក់ពេកដែរបុរាក៏ស្រាប់តែមានប្អូនស្រីម្នាក់ខ្ញុំក៏មានបងប្រុសហើយនៅពុកម្នាក់គេដែរដែលពីមុនមកខ្ញុំមិនធ្លាប់មានយ៉ាងហោចណាស់ខ្ញុំក៏ដឹងថាឪពុកខ្ញុំជាអ្នកដែលបារាធ្លាប់សរសើរហើយខ្ញុំក៏ធ្លាប់សរសើរគាត់នៅក្នុងចិត្តពីមុនមកដែរខ្ញុំសន្យាថាខ្ញុំនឹងធ្វើជាកូននិងជាប្អូនស្រីដ៏ល្អម្នាក់ខ្ញុំមិនឲ្យបងនិងប៉ាគាត់អស់សង្ឃឹមទេតែនេះក៏បានបោកប្រាស់ម្ដាយរបស់នារីណាហើយក៏បានបោះបង់នារីចោលទៀតរឿងរ៉ាវវាកន្លងហួសយូរណាស់មកហើយទោះជាស្អប់គាត់ខឹងនឹងគាត់យ៉ាងណាក៏វាគ្មានប្រយោជន៍អីដែរដូច្នេះខ្ញុំគិតថាមានតែទទួលយកអ្វីៗគ្រប់យ៉ាងហើយទទួលស្គាល់គាត់ជាឪពុកតែប៉ុណ្ណោះបុរាណព្យាយាមធ្វើទៅណាចាត់ទុកថាធ្វើដើម្បីខ្ញុំចុះណាហើយលោកមិនទៅចាប់សមេតមកធ្វើអីនៅម្ដុំនេះហើយលោកជានរណាដែរខ្ញុំជាមិត្តជិតស្និទ្ធដែលចូលរងគ្រោះយើងមិនអាចធ្វើអ្វីទៅកើតទេតើតែមានការសហការពីជនរងគ្រោះដែរបើគាត់មិនព្រមនិយាយអ្វីប្រាប់យើងសោះអញ្ចឹងខាងខ្ញុំម្នេះក៏មិនដឹងធ្វើយ៉ាងម៉េចដែរតែបើសិនជាលោកអាចជួយនិយាយឲ្យគាត់បដូរចិត្តវិញនោះសូមលោកតាក់ទងមកខាងខ្ញុំចុះអ្នកគ្រូលោកគ្រូយកការមកអញ្ចឹងអាចឲ្យគេយល់ច្រឡំហើយនាំឲ្យគេនិយាយដើមទៀតគាត់តែប៉ុណ្្នឹងក៏អ្នកគ្រូគិតថាមិនល្អដែរតែរឿងហ្នឹងមិនអាចនិយាយនៅនឹងបានទេខ្ញុំគិតចង់ត្រឡប់ទៅផ្ទះវិញហើយសុភាពចង់ត្រឡប់ទៅរស់នៅជាមួយនឹងមនុស្សបែបហ្នឹងហ៎អត់ទេខ្ញុំមិនចង់ទៅរស់នៅជាមួយគាត់វិញទេខ្ញុំគ្រាន់តែចង់ទៅយករបស់របរខ្ញុំខ្លះហើយខ្ញុំទៅជួលផ្ទះមួយដើម្បីរស់នៅបានអញ្ចឹងខ្ញុំទៅជួយយករបស់របរហើយសុភាពមិនបាច់ទៅផ្ទះទៅជួបមុខមនុស្សបែបហ្នឹងទៀតទេមិនអីទេខ្ញុំអរគុណលោកគ្រូហើយផាណាអាចជួយខ្ញុំបាន
បើផាណាទៅជាមួយខ្ញុំគេក៏មិនហ៊ានធ្វើអីខ្ញុំដែរ អញ្ចឹងខ្ញុំទៅបង្រៀនជំនួសអ្នកគ្រូ ចូលមកអញទេ ផ្ទះនេះស្អាតមែនទែនណា អញមានសើបានអីខ្លះពីលោកសេដ្ឋា សុំទោសខ្ញុំអត់មានបានសើបអីផង ថាម៉េចអត់មានសើបានអីទេហើយចុះមិនសើមិញអញទៅសើបានអីខ្លះ ខ្ញុំទៅស៊ើបគ្រប់ទាំងបនហើយសួរពួកដែលស្គាល់ខ្ញុំទាំងអស់នៅទីនោះគេសុទ្ធតែនិយាយថាលោកសេដ្ឋាមិនដែលទៅកន្លែងនោះទេយប់មិញខ្ញុំបានតាមដានគាត់ដែរហើយគាត់ចេញពីធ្វើការទៅហាងញ៉ាំអីបន្តិចក៏ត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណឹងអ្នកស្រីមិនសប្បាយចិត្តដែរ ខ្ញុំមិនសមទៅសង្ស័យប្តីខ្លួនឯងអញ្ចឹងសោះចាំខ្ញុំឲ្យលុយឯងទៅទៅ ហេទៅធ្វើបានមួយថ្ងៃហ្នឹងគាត់មិនធ្វើស្អែកខានស្អែកប្រហែលជាគាត់ធ្វើក៏មិនដឹង ការងារនឹងចប់ហើយខ្ញុំក៏ពេញចិត្តនឹងលទ្ធផលការងារដែលឯងធ្វើដែរ អូនណាអូន ប្តីខ្ញុំកុំឲ្យគាត់ឃើញឯងដាច់ខាតណាតើកន្លែងពួនសិនទៅនេះចូលពួនឡើងនេះសិនទៅលឿនចូលទៅពួនសិនទៅនោះពួនឡើងទៅសិនទៅលឿនណាអោនចូល មាន ទៅ ខ្ញុំប៉ុណ្ណាណែចូលមកចុះ ចាចូលសិនទៅលឿនណាអោនចូលក្នុងនឹងទៅធ្វើជាឯងជួសជុលជាយកទឹកទៅណាលឿនណាទៅចាំយើងឲ្យលុយថែម មែនទេ អូនណា បងមានផ្លេចអីហ៎បាទបងត្រឡប់មកវិញអញ្ចឹង បងចង់និយាយជាមួយអូនបន្តិចកំពុងធ្វើអី ស្ទះសយោទឹកតោះយើងទៅនិយាយគ្នានៅសាឡុងវិញអូនណាធ្វើឲ្យទៅវិញសិនចុះណាណែចាំយើងផ្ញើលុយទៅឲ្យតាមក្រោយអោនចូលទៅលឿនណាមិនក៏បងសមេដាក់ផ្លាកលក់ផ្ទះអញ្ចឹងគាត់ដូរសោលបងហើយគាត់ច្បាស់ជាដូរសោលផ្ទះទៀតមិនខានមិនក៏គាត់ធ្វើបែបហ្នឹងដាក់ខ្ញុំណែកុំពិបាកចិត្តខ្លាំងពេកតែបែបហ្នឹងលុយកាក់ខ្ញុំនៅក្នុងផ្ទះនេះទាំងអស់នេះជាផ្ទះរបស់ខ្ញុំមកនៅទីនេះក៏ដោះស្រាយអីចេញដែរ ពីម្សិលមិញបងបានគិតចុះកន្លងពេញមួយថ្ងៃតាមពិតទៅអាពាហ៍ពិពាហ៍របស់យើងមានន័យសំខាន់ណាស់ចំពោះរូបបងគឺអូននេះហើយដែលបានផ្ដល់កម្លាំងចិត្តឲ្យបងជំរុញបងឲ្យជំនះគ្រប់ឧបសគ្គគ្រប់បែបយ៉ាងបងអាចឲ្យអូនគ្រប់បែបយ៉ាងបើគ្មានរូបអូនបងក៏មិនបានដូចសពថ្ងៃនេះដែរហើយបើគ្មានរូបអូនអ្វីទាំងអស់នេះក៏គ្មានប្រយោជន៍អីសម្រាប់រូបបងដែរ ទៅយកទឹកហូរស្រួលវិញហើយ បងមិនបាច់សុំឲ្យខ្ញុំអត់ទោសឲ្យបងទេបងទៅសុំឲ្យណារីអត់ទោសឲ្យបងវិញទៅ បងដឹងហើយល្ងាចនេះបងណាត់ជួបជាមួយណារីដើម្បីសុំទោសគេដែរ ហេតុអីបានជាយើងណែនាំឲ្យប្រជាជនរងចាំរយៈពេលយ៉ាងតិច2ឆ្នាំមុននឹងគេចង់មានកូនម្ដងទៀត ព្រោះវាផ្ដល់ឲ្យរាងកាយម្ដាយនឹងបានធូរស្បើយពីការនឿយហត់ពេលពោពោះនិងពេលសម្រា អញ្ចឹងតាមមនុស្សយើងគួររក្សាគម្លាតនៃការមានកូនហ្នឹងដោយវិធីណាទៅ គឺឲ្យស្រីបដិសេធប្តីរហូតហ្នឹងណែខ្ញុំនិយាយលេងទេគឺឲ្យពួកគេនឹងប្រើស្រោមអនាម័យ ចាំមែនមិនចាប់អារម្មណ៍ទេ ខ្ញុំក៏បានមួយដែរតែខ្ញុំឲ្យគេវិញបាត់ហើយហ្នឹងណែល្ងាចនេះយើងត្រូវទៅចូលរួមពិភាក្សាអំពីបញ្ហាអេដណា អូយកម្មវិធីនេះមានរាល់តែអាទិត្យហ្នឹងណាល្ងាចនេះយើងទៅមើលកូនវិញ free ផង អត់បានទេខ្ញុំបានសន្យាជាមួយលោកគ្រូពេទ្យយុទ្ធរួចហើយថាយើងត្រូវតែទៅណែវាសំខាន់ផងណា បុរា
ចង់ដូរចិត្តទៅមើលកូនជាមួយគ្នាវិញអត់ ពិសិដ្ឋទៅអត់បានទេព្រោះត្រូវតែចូលរួមបញ្ចេញមតិជាមួយគេល្ងាចនេះណែសន្យាមកខ្ញុំហើយតា អូខេទៅក៏បានដែរមានណាគេចង់យកសម្បត្តិនេះអត់ អ្នកគ្រូផាណាថ្ងៃនេះអត់បានមកទេខ្ញុំមកបង្រៀនជំនួសអ្នកគ្រូគាត់បង្រៀនដល់មេរៀនណាហើយណា គឺមេរៀនការមានផ្ទៃពោះដោយសុខសាន្ត ខ្ញុំអរគុណលោកហើយ មិនហើយសុភាពផ្ទះគឺជាផ្ទះប្តីគ្នាការទិញដាក់ឈ្មោះតែគាត់ម្នាក់ឯងមេធាវីគ្នាបានប្រាប់ថាគាត់មានសិទ្ធិចាក់សោចោលឬក៏លក់ក៏បានដែរតែពីអ្នកឯងខំរលួយទិញផ្ទះនឹងទាំងអស់គ្នាតែត្រូវហើយតែខ្ញុំអត់មានឈ្មោះនៅក្នុងកម្មសិទ្ធិនោះទេចុះមិនក៏ឯងមិនបញ្ចូលឈ្មោះឯងនៅក្នុងបញ្ជីកម្មសិទ្ធិនោះដែរទៅមកពីខ្ញុំស្រឡាញ់គាត់ខ្ញុំទុកចិត្តគាត់ហើយក៏មិនដែលគិតថាពួកយើងនឹងបែកបាក់គ្នាដោយសារតែខ្ញុំធ្វើខុសចឹងទេឯងគិតអញ្ចឹងគិតថាវាគ្រាន់តែជាកំហុសមួយតែប៉ុណ្្នឹងទេគ្នាមិននឹកស្មានថាវាមានការលំបាកទៅថ្ងៃក្រោយអញ្ចឹងទេអញ្ចឹងហើយបានជាឯងប្រើសើមអនាម័យមែនទេគ្នាមិនគួរណាធ្វើប្រហែលអញ្ចឹងសោះស្រែកកោកកនៅមាត់ខ្លួនឯងថាឲ្យគេប្រើស្រោមអនាម័យតែខ្លួនឯងបែរជាបំពេញទៅវិញលទ្ធផលនេះគ្នាគួរតែទទួលហើយលោកគ្រូសុធីក៏មិនទទួលខុសត្រូវដែរមនុស្សប្រុសបែបហ្នឹងដឹងតែពីស្ដាយខ្លួនឯងទេមិនដឹងជាមនុស្សស្រីប្រមាណទេដែលឆ្លងមេរោគអេដដោយសារមនុស្សប្រុសបែបនេះឯងកុំភ័យអីខ្ញុំនឹងទទួលតេស្តឈាមល្អណាស់ប្រសើរហើយអញ្ចឹងពួកយើងបានជាជ្រុលជ្រួសធ្វើឲ្យមានកំហុសកើតឡើងជួនកាលកំហុសខ្លះតែធ្វើខុសហើយមិនអាចត្រឡប់ថយក្រោយបានទេរាកនោះរាកអត់ឈប់សោះពេទ្យប្រាប់ថាឲ្យវាផឹកទឹកយកទឹកមកឲ្យវាផឹកអត់តោះមីងយកទឹកអីឲ្យកូនញ៉ាំទឹកឆៅឬក៏ទឹកឆ្អិន ទឹកឆៅហើយចុះវាយ៉ាងម៉េច មីងដឹងហ៎ទឹកឆៅវាមានមេរោគអញ្ចឹងហើយបានជាកូនមីងនឹងរីអត់ឈប់អញ្ចឹងនោះ មិនឯងដឹងមែនពេទ្យទេកុំចាស់ ខ្ញុំជាសិស្សពេទ្យបើកូនមីងនៅតែរីអត់ឈប់អញ្ចឹងគួរតែប្រញាប់នាំគេទៅមន្ទីរពេទ្យទៅហើយមីងត្រូវចាំថាយកទឹកហ្នឹងដាំឲ្យពុះសិនមុននឹងឲ្យគេញ៉ាំ Biết xua ông ឯងពិតជាអត់ចង់ញ៉ាំអីមែនទេមិនបាច់ខ្លាចខ្ញុំទេណារីខ្ញុំមិនមែនខ្លាចអ៊ំទេតែខ្ញុំដឹងថាខ្ញុំនាំបញ្ហាគ្រួសារអ៊ំច្រើនណាស់មិនមែនកំហុសឯងទេចុះអ៊ំប្រុសគាត់គិតអញ្ចឹងដូចអ៊ំដែរអត់ប៉ាឯងក៏គិតដូចជាខ្ញុំអញ្ចឹងដែរហើយគាត់ក៏ចង់ទទួលស្គាល់ឯងជាកូនរបស់គាត់ណាសម្ដីគាត់មិនសូវជាទន់ភ្លន់ប្រហែលទេហើយគាត់មិនសូវជាបង្ហាញអារម្មណ៍អីប្រហែលដែរប៉ុន្តែគាត់ចង់ធ្វើរឿងអ្វីមួយដែលត្រឹមត្រូវហើយក៏ចង់សុំទោសឯងពីរឿងពីមុនដែរណាគាត់មិនបាច់សុំទោសខ្ញុំទេតាមពិតទៅខ្ញុំគ្រាន់តែចង់ស្គាល់គាត់តែប៉ុណ្ណោះប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយស្គាល់ខ្ញុំម្នាក់ផងព្រោះអីខ្ញុំក៏ចង់ហៅឯងថាជាកូនម្នាក់ដែរណាខ្ញុំក៏គិតចឹងដែរប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចឯងមិនបាច់ធ្វើអីទេយប់នេះប៉ាឯងចង់ជួបឯងបន្តិចស្លៀកវាសិនទៅឯងមានត្រូវស្លៀកវារហូតណាឯងនឹងសល់លុយប៉ុន្មានអត់មានទេ
ស្អីនៅក្នុងផ្ទះតែទាំងអស់ហ្នឹងចាំអីទេឯងនៅបន្ទប់នេះចុះហើយនេះឯងយកលុយនេះទុកចាយសិនទៅចាំពេលណាមានចាំសងខ្ញុំក៏បានដែរផាណាឯងជាមិត្តល្អណាស់ក្រៅពីឯងខ្ញុំអត់មានអ្នកណាទៀតទេមែនទេឯងនៅមានលោកគ្រូសិទ្ធិដែរតាឯងត្រូវតែប្រាប់គាត់ពីកូននៅក្នុងផ្ទៃនេះគាត់ក៏មានសិទ្ធិដឹងឮដែរខ្ញុំប្រហែលជាមិនអាចទុកកូននេះបានទេឯងចង់យកវាចេញតើឲ្យខ្ញុំទុកវាយ៉ាងម៉េចទៅបើខ្ញុំគ្មានផ្ទះសម្បែងគ្មានលុយហើយគ្មានស្អីទាំងអស់នោះឯងធ្វើអញ្ចឹងឯងហ៊ានទៅជួបមុខលោកគ្រូសិទ្ធិដែរខ្ញុំមិនចង់ធ្វើឲ្យគាត់ពិបាកចិត្តទេណែទៅចូលរួមប្រជុំវិភាសាពីបញ្ហាអេតមួយគ្នាអត់គ្នាចង់ទៅដែរតែគ្នាមានណាត់ណែមើលទៅដូចបញ្ញាបញ្ញាប់ម៉េះមានរឿងអីខ្ញុំចាំបាច់ត្រូវប្រាប់ឯងគ្រប់រឿងហ្នឹងមែនទេសាក់ចិត្តអីចឹងចាំបរាទៅមួយគ្នាអត់ឬក៏មានណាត់ដែរទៅយើងបានមើលផ្សាយនីតិកម្មរឿងហ្នឹងអត់ល្អមើលទេខ្ញុំទៅដែរកែខ្ញុំបានទៅដោយសារមួយបងបារាទៅផ្ទះហើយតាក់ទងអីនឹងរឿងទៅដោយសារយើងទៅស្ដាប់បទពិសោធន៍ពីការរស់នៅរបស់អ្នកផ្ទុកមេរោគអេតតាហើយមិនសាកកាត់មើលបើសិនខ្ញុំបានទៅដោយសារមួយបងបារាខ្ញុំនឹងមិនហត់ដើរទៅផ្ទះហើយសំចៃកម្លាំងទុកមើលអ្នកជំងឺផងមិនចឹងអញ្ជើញចូលអរគុណលោកគ្រូឲ្យដែលបានមកហើយការទាំងព្រឹកទាំងល្ងាចហ្មងណាអត់ទេគឺខ្ញុំយកមកជូនអ្នកគ្រូតាគឺខ្ញុំអរគុណអ្នកគ្រូដែលបានជួយយកអាសាសុខភាពកន្លងមកណាខ្ញុំបានឆ្លងរោគនេះពីប្តីរបស់ខ្ញុំព្រោះពេលយើងគេងជាមួយគ្នាយើងមិនដែលបានប្រើស្រាអនាម័យទេខ្ញុំទុកចិត្តគាត់ថាគាត់ស្រឡាញ់តែខ្ញុំម្នាក់គត់ខ្ញុំមិនដែលគិតថាគាត់ដើរទៅខាងក្រៅហើយមកចម្លងរោគឲ្យប្រពន្ធអញ្ចឹងដែរខ្ញុំក៏បានឆ្លងមេរោគនេះពីប្តីរបស់ខ្ញុំដែរគ្រប់គ្នាគេមានការរើសអើងចំពោះខ្ញុំណាពេលដែលគេដឹងថាខ្ញុំមានផ្ទុកមេរោគអេដគេមើលងាយខ្ញុំជាងសត្វធាតុទៅទៀតសំបីតែអ្នកធ្លាប់ស្គាល់គ្នាពីមុនមកប៉ុន្តែពេលនេះយើងបានបង្កើតក្រុមស្ត្រីផ្ទុកមេរោគអេដមួយក្រុមនៅក្នុងសហគមន៍ដើម្បីផ្ដល់ជាស្រោមអនាម័យនិងផ្សព្វផ្សាយពីការប្រើប្រាស់ស្រោមអនាម័យគ្រប់ពេលរួមភេទទាំងអស់យើងមិនអាចផ្លាស់ប្ដូរអ្វីដែលបានកើតឡើងចំពោះរូបយើងបានទេប៉ុន្តែយើងសង្ឃឹមថាយើងនឹងអាចផ្លាស់ប្ដូរការគិតនិងការប្រព្រឹត្តរបស់អ្នកដទៃបានបងស្ដាប់គេនិយាយចឹងយល់ជាងអានស្អីច្រើនដែលបានឡើងមករៀបរាប់បងដូចជាមិនដែលដឹងតែមានចំណាំរងជាមួយរឿងចឹងសោះនៅមានរឿងច្រើនទៀតដែលបងឯងអត់ដឹងបាទហើយបន្តមកទៀតនេះតើអ្នកណាសមាជិកឡើងមកបញ្ចេញមតិជាបន្តបាទសូមអញ្ជើញបាទទៅសិតមកអត់ឡើងទេអត់ទោះបងមានត្រូវការកំងអីហើយនៅចាអត់តន់ទេខ្ញុំមកចាំប៉ាខ្ញុំបន្តិចអញ្ចឹងខ្ញុំសូមឲ្យភ្ញៀវថ្មីរួមទុកមើលមកបានទេព្រោះអីតុកផ្សេងពេញអស់ហើយចាបាទសូមអរគុណសូមអរគុណលោកខ្លាំងណាស់បាទផ្ដល់ជាមតិដល់ប្រជាជនយើងសម្រាប់ជាការត្រិះរិះពិចារណាផងដែរបាទសូមអរគុណពិសេសប៉ុន្តែខ្ញុំមិនបានព្រាមនិយាយផងហ្នឹងមិនអីទេអ្វីដែលមាននៅក្នុងចិត្តពិសេសនិយាយចេញមកនិយាយទៅពិសេសជំរាបសួរបងប្អូននិងមិត្តភក្តិទាំងអស់គ្នាខ្ញុំអត់មានអីនិយាយច្រើនទេគ្រាន់តែថាការដែលផ្ទុកមេរោគអេដវាធ្វើឲ្យខ្ញុំមានភាពឯកាណាព្រោះអីមិត្តភក្តិដែលធ្លាប់រាប់អានគេប្រែទៅជារើសអើងហើយមើលងាយខ្ញុំប៉ុន្តែទោះបីជាយ៉ាងណាខ្ញុំក៏នៅមានសំណាងដែរព្រោះនៅមានមិត្តភក្តិជិតស្និទ្ធមួយចំនួន
គេនៅតែបន្តរាប់អានហើយលើកទឹកចិត្តខ្ញុំរហូតមកលើពីនេះទៅទៀតក្តីសង្ឃឹមរបស់ខ្ញុំគឺចង់ឲ្យអ្នកដែលមានផ្ទុកមេរោគអេដស៍មានសិទ្ធិក្នុងការរស់នៅធ្វើការនិងទទួលក្តីស្រឡាញ់ដោយអ្នកដទៃទៀតដែរនិយាយរួមទៅអ្នកដែលផ្ទុកមេរោគអេដស៍ក៏ជាមនុស្សដូចពួកយើងទាំងអស់គ្នាដែរបាទសូមអរគុណ អរគុណពិសិដ្ឋខ្លាំងណាស់ដែលបានរៀបរាប់អំពីរឿងរ៉ាវពិតៗរបស់ខ្លួនបាទសូមអ្នកទាំងអស់គ្នាស្វាគមន៍ពិសិដ្ឋមួយបាទខ្ញុំសង្ឃឹមថាវេទិកាសាធារណៈនៅថ្ងៃស្អែកនេះពិសិដ្ឋពិតជាចូលរួមជាមួយពួកខ្ញុំជាមិនខានខ្ញុំពិតជាត្រូវការអ្នកដែលពូកែនិយាយដូចជាពិសិដ្ឋចឹង អត់អីទេលោកគ្រូស្អែកពួកខ្ញុំប្រកាសជាមកមិនខានអរគុណគ្រូ ឲ្យរងចាំតិចទៀតទៅបាទបានអរគុណប៉ណ្ណឹងបានហើយ ជម្រាបសួរប៉ា ឲ្យប៉ាសំទោសប៉ាមានការរវល់ណាកន្លែងធ្វើការប៉ាមានបញ្ហា មិនអីទេប៉ាយ៉ាងណាក៏ប៉ាបានមកហើយតា ដោយកូនឃើញមិញស្រាប់គឺទូរស័ព្ទមិញនេះល្ងាចនេះរោតែពេលឈប់សម្រាប់បន្តិចទៅក៏មិនបានផងនេះ ខ្ញុំយល់ហើយក ូនអត់យល់ទេប៉ាពិតជាមានការសំខាន់មែនប៉ាសំទោសប៉ាទៅសិនណាប៉ាសន្យាបើមានពេលទំនេរប៉ាមករកកូនម្ដងទៀតណា ចា ណែញ៉ាំត្រីនេះទៀតទៅសុភាព ញ៉ាំទៀតទៅសុភាពអ្នកគ្រូផាណាធ្វើម្ហូបឆ្ងាញ់ហ្នឹងណា សុភាពក៏ធ្វើម្ហូបឆ្ងាញ់ដែរ សុភាពហៅកន្លែងស្នាក់នៅបានហើយនៅហ្នឹង ហៅបានហើយ នៅម្ដុំណាដែរហើយនៅក្បែរនេះដែរអត់ គឺនៅនេះឯងតែពីបយប់ប៉ុណ្ណោះមិនអីទេឯងនៅដងកាលក៏បានដែរ តែផ្ទះខ្ញុំមកធំជាងនឹងទៀតហើយនៅចិត្តមន្ទីរពេទ្យទៀតណា អីទេពីថ្ងៃទៀតខ្ញុំទៅរកផ្ទះនៅផ្សេងហើយ អ្នកគ្រូចាំបាច់ទៅរស់នៅតែឯងអញ្ចឹងធ្វើអី ខ្ញុំថាអ្នកទាំងពីរទៅជជែកគ្នានៅខាងមុខទៅចាប់ខ្ញុំរៀបចំទឹកតែយកទៅឲ្យ មិនបាច់ទេមិនបាច់ទឹកតែទឹកអីទេអ្នកគ្រូ ថាទៅជជែកគ្នានៅខាងមុខទៅ វេទិកាស្អែកនេះយើងធ្វើដល់ទៅវាលហងណអញ្ចឹងយើងត្រូវតែចេញមុនម៉ោងហើយបានអីស្អែកយើងប៉ះម៉ោងគ្រូអីគេក្រោយគេណា គ្រូសុធី អូអញ្ចឹងល្អហើយយើងប្រាប់គាត់ថាយើងទៅចូលរួមវេទិកានោះទៅគាត់ប្រកាសជាឲ្យយើងចូលរំខានទេ យើងចាំបាច់ត្រូវតែធ្វើអញ្ចឹង ហេតុអីពិសេសតែចង់ទៅហ៎ ពួកអីនៅកន្លែងហ្នឹងគេនិយាយអំពីតែរឿងអ្នកផ្ទុកមេរោគអីទាំងអស់ហ្នឹងខ្ញុំធុញណាខ្ញុំគ្រាន់តែចង់ធ្វើអ្វីសាមញ្ញដូចតែអ្នកដទៃគេធ្វើអញ្ចឹងដូចជាតែមួយកូន ឥឡូវយើងត្រូវសមសម្ដីអ្វីដែលពិសេសអញត្រូវនិយាយថ្ងៃស្អែកមានទស្សនិកជនមើលច្រើនណាស់ពិសេសឯងហ្នឹងក៏មិនចង់ឡើងទៅនិយាយដាក់ដប់ខ្មាស់គេដែរមែនទេកុំភ័យចាំខ្ញុំជួយតោះយើងទៅសេអ្វីដែលពិសេសអញត្រូវនិយាយស្អែកនេះហ្មងហ៎មានកដាស់អត់ ចាំបន្តិចទៀតចាំខ្ញុំទៅជួយរៀបចំចានឆ្នាំងឯងមិនអីទេ ហេតុអីមិននិយាយជាមួយខ្ញុំខឹងនឹងខ្ញុំហ៎ បើមនុស្សពីរនាក់ស្រឡាញ់គ្នាហើយយកចិត្តទុកដាក់គ្នាទៅវិញទៅមកខ្ញុំមិនអាចនិយាយថាគេខុសបានទេ បើមនុស្សពីរនាក់ស្រឡាញ់គ្នា ខ្ញុំស្រឡាញ់លោកគ្រូហើយខ្ញុំក៏ជឿថាលោកគ្រូក៏ដឹងដែរតើវាមានអីប្លែកទៅខ្ញុំមិនអាចចាប់ផ្ដើមជីវិតថ្មីជាមួយលោកគ្រូបានទេតែខ្ញុំគិតថាឯងអាចបើខ្ញុំអាចធ្វើបានឯងក៏អាចធ្វើបានដែរឯងនិយាយពីស្អីខ្ញុំមិនយល់ទេខ្ញុំក៏ស្រឡាញ់លោកគ្រូសុធីដែរខ្ញុំដឹងថាខ្ញុំនិយាយទៅអ្នកទាំងពីរគ្មានការភ្ញាក់ផ្អើលទេ
ហើយខ្ញុំក៏ដឹងដែរថាលោកគ្រូសុធីមិនអាចស្រឡាញ់ខ្ញុំបានទេ ផាណាឯងមិនបាច់លើករឿងនឹងមកនិយាយទេ ខ្ញុំអត់មានខឹងអត់មានចំណែនអីនឹងឯងទេ តែខ្ញុំឈឺចាប់ខ្លាំងណាស់ផ្លូវមានតែមួយគត់ដែលអាចឲ្យខ្ញុំគេចផុតពីការឈឺចាប់នេះបាន ខ្ញុំដូចជាយល់តែគ្រូនិយាយពីស្អីទេនេះ ខ្ញុំត្រូវការកសាងជីវិតខ្ញុំសាជាថ្មីខ្ញុំបានសម្រេចចិត្តហើយថាខ្ញុំនឹងលាឈប់ពីការងារសាលាឲ្យបានលឿនបំផុត ប៉ាក៏ថាទៅមើលគេខ្ញុំប្រកាសជាជឿគាត់ហើយខ្ញុំប្រហែលជាទៅទីពេទ្យយឺតទេនេះ អារីជប់តាំងប៉ាគាត់ឲ្យទៅជួបគាត់នៅផ្ទះល្ងាចនេះ ពេលនិយាយគួរបញ្ចេញសម្លេងពីពោះមកទៅល្អ បាទខ្ញុំចង់ឲ្យអ្នកដែលនៅជិតខ្ញុំទាំងអស់យល់ចិត្តទុកតា នេះជាសបសុំឈប់ធ្វើការជាផ្លូវការរបស់ខ្ញុំបានឲ្យទៅនៅលោកគ្រូមួយខែមុននឹងខ្ញុំឈប់តាមច្បាប់សាលាហើយ បុរាណធ្វើអីហ្នឹងឆាប់ចេញទៅវិញណាខ្ញុំថាឲ្យចេញទៅ អារីឲ្យខ្ញុំសុំទោសខ្ញុំពិតជាមិនចង់ធ្វើចឹងទេ ចេញទៅខ្ញុំសុំវ ឈប់មកនិយាយកំហុសដាក់ខ្ញុំចឹងទៀតលើក្រោយ ខ្ញុំគ្រាន់តែចង់ឲ្យវាស្ដីទៅចូលរួមទេព្រោះវាមានន័យធំធេងណាស់សម្រាប់ខ្ញុំនិងសម្រាប់អ្នកគ្រប់គ្នា បានហើយចេញ ខ្ញុំចាំម្នាក់នេះបានកាលពីដំបូងគេអត់ស្គាល់ថាថ្លើមនិងលំពេងខុសគ្នាយ៉ាងម៉េចទេ ឥឡូវអ្នកគ្រូដឹងទេថាការប្រឹងប្រែងរបស់អ្នកគ្រូវាមានលទ្ធផលយ៉ាងម៉េច